គ្រប់ជំរាបសួរបងប្អូនជុំរួមចិត្តទាំងអស់គ្នាខ្ញុំសាស្ត្រាចារ្យជំនួយជិញអេងជំនាញវាកាត់ខួរក្បាលនិងឆ្អឹងកងក្នុងនៅចោះខ្ញុំលើកយកករណីមួយនៃការបាក់ឆ្អឹងកងកប៉ុន្តែมันប៉ះពាល់ទៅលើខួរឆ្អឹងឯងមានន័យថាគាត់បាក់ឆ្អឹងកងកមែនប៉ុន្តែខួរឆ្អឹងគាត់នៅធម្មតាអញ្ចឹងអ្នកជំងឺគឺគាត់អាចនៅកម្រើកបានធម្មតាអញ្ចឹងក្រោយការវះកាត់យើងគ្រាន់តែតម្រង់ឆ្អឹងកងកមកវិញមកហើយគាត់នឹងអាចកម្រើកបានមកវិញធម្មតាបងប្អូននេះជាកន្លែងដែលយើងវះកាត់ចូលទៅប្រហែលជា3សង់ទីម៉ែត្របងប្អូនហើយសូមទស្សនាវីដេអូរបស់គ្នាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនិយាយអំពីការប៉ះទង្គិចឆ្អឹងកងកបងប្អូននេះខ្ញុំសូមបង្ហាញពីទម្រង់ឆ្អឹងកងកយើងធម្មតាបងប្អូនអានេះពេលដែលយើងសម្រាប់កាប់មុខទៅវាអញ្ចឹងឆ្អឹងកងកយើងមាន7កងអានេះឆ្អឹងកងទី1អានេះទី2ទី3ទី4ហើយនៅក្នុងឆ្អឹងកងកអ្វីដែលសំខាន់ហ្នឹងគឺខួរឆ្អឹងបងប្អូននេះគឺវានៅខាងក្នុងឆ្អឹងកងកអញ្ចឹងក្នុងករណីដែលបាក់ឆ្អឹងកងកដែលមិនបណ្ដាលឲ្យប៉ះពាល់ទៅលើខួរឆ្អឹងទេអញ្ចឹងវាអត់មានប៉ះពាល់ទៅលើចលនាទេបងប្អូនអញ្ចឹងមានន័យថាបាក់តែឆ្អឹងកងកប៉ុន្តែខួរឆ្អឹងអត់ប៉ះពាល់អញ្ចឹងគាត់អាចនៅកម្រើកបានធម្មតាទាំងអស់អញ្ចឹងយើងវះកាត់យើងតម្រង់តែឆ្អឹងកងកទៅដើម្បីវាមាំគឺវារួចរាល់ហើយអញ្ចឹងបងប្អូនក្រោយការវះកាត់គាត់នឹងធ្វើចលនាបានវិញបានធម្មតាបានប្រកដីអញ្ចឹងណាបងប្អូនបាទបងប្អូននេះជារូបភាពនៃការថតឆ្អឹងកងកបន្ទាប់ពីវះកាត់រួចឃើញថាឆ្អឹងកងកទី5និងទី6ស្ថិតនៅរូបភាពប្រកដីវិញហើយបងប្អូនបាទជាទីបញ្ចប់សូមគោរពថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនវីរៈកងទ័ពដែលបានការពារទឹកដីការពារព្រំសីមារបស់យើងបានយ៉ាងរឹងមាំ